ចាជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះខេណាវីថ្ងៃនេះខ្ញុំបកស្រាយតកតងជាមួយនឹងមេរៀនទី2ការវិតម្លៃក្នុងថ្នាក់រៀននិងទូនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនចាហើយចំពោះមេរៀននេះដែរគឺមានមួយវត្ថុបំណងនៃមេរៀនគឺពន្យល់ពីធម្មជាតិនៃការវិតម្លៃក្នុងថ្នាក់រៀនគោលបំណងចរិតលក្ខណៈនិងរបៀបដែលការវិតម្លៃក្នុងថ្នាក់រៀនខុសពីប្រភេទនៃការវិតម្លៃផ្សេងទៀតមួយទៀតផ្ដល់ឧទាហរណ៍ពីរបៀបបញ្ចូលប្រភេទការវិតម្លៃផ្សេងៗក្នុងការរៀននិងការបង្រៀនហើយមួយវិញទៀតគឺប្រាប់បានពីកត្តាផ្សេងៗទំនួលខុសត្រូវក្នុងការបង្កើតតេស្តប្រឡងទ្រឹស្ដីសិក្សាដែលជាឥទ្ធិពលលើការសម្រេចចិត្តពីរបៀបវិតម្លៃក្នុងថ្នាក់រៀននិងការអនុវត្តក្នុងថ្នាក់រៀនរបស់គ្រូម្នាក់ៗចាហើយចំណុចទី2គឺកត្តាសំខាន់ដែលជាឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀនចំពោះចំណុចនេះផងដែរមានកត្តាសំខាន់ជាច្រើនដែលជាឥទ្ធិពលដល់ការវិតម្លៃក្នុងថ្នាក់រៀនចាទី1គឺតម្រូវការថ្មីនៃពិភពលោកអន្តរទំនាក់ទំនងដោយផ្អែកលើព័ត៌មានចាមួយទៀតការយល់ដឹងស៊ីជម្រៅនៃបញ្ញត្តិគ្រឹះរបស់ខ្លឹមសារមេរៀនសំខាន់មួយវិញទៀតបំណិនពុទ្ធិដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តការគិតប្រកបដោយវិចារណញ្ញាណនិងមេត្តាពុទ្ធិចាហើយចំណុចមួយទៀតការគិតប្រកបដោយនវានុវត្តន៍និងភាពច្នៃប្រឌិតចាបំណិនទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនិងបំណិនសង្គមដោយមានប្រសិទ្ធភាពចាមួយវិញទៀតគឺការយល់ដឹងនិងទស្សនៈសកលអរិយាប័ត្រឬអត្តចរិតដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ការដឹកនាំខ្លួនឯងការតស៊ូមិនបោះបង់ជាដើមចាតើតើជាមួយនឹងបច្ចេកវិទ្យាតម្រូវឲ្យមានការចាត់វិធានការនិងការគិតពីអ្នកសិក្សានិងការដាក់ពិន្ទុចាដោយស្វ័យប្រវត្តិមួយវិញទៀតគឺការផ្ដល់ឱកាសជាច្រើនដល់គ្រូបង្រៀននិងមធ្យោបាយថ្មីៗក្នុងការវិតម្លៃការសិក្សារបស់សិស្សានុសិស្សឬក៏ដូចជារបស់អ្នកសិក្សាផងដែរចាទី1ទៀតគឺគោលការណ៍នៃការបង្រៀននិងរៀនចាសិស្សបង្កើនអាចារ្យសិស្សបង្កើតចំណេះដឹងដែលមានអត្ថន័យផ្ទាល់របស់ពួកគេតាមរយៈការប្រើប្រាស់ចំណេះដឹងដែលពួកគាត់មានស្រាប់ចាហើយសិស្សត្រូវដឹងថានៅពេលណាប្រើប្រាស់ចំណេះដឹងរបៀបសម្របចំណេះដឹងទៅនឹងស្ថានភាពថ្មីនិងវិធីត្រួតពិនិត្យនិងប្រការរៀនរបស់ខ្លួនឯងផ្ទាល់ផងដែរចាមួយវិញទៀតគឺការលើកទឹកចិត្តចំពោះការលើកទឹកចិត្តនេះគឺពិតជាសំខាន់ចំពោះអ្នកសិក្សាចាការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងជាធាតុផ្សំសំខាន់ក្នុងការសិក្សានិងអនុវត្តពីព្រោះបើគ្មានធាតុសំខាន់ទាំងនេះទេសិស្សអាចគិតថាខ្លួនឯងគ្មានសមត្ថភាពក្នុងការទទួលបានជោគជ័យចាយើងដាក់ចូលចំណុចទី3គឺធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនចាចំពោះចំណុចនេះផងដែរការវិតម្លៃក្នុងថ្នាក់រៀនគឺជាដំណើរការនៃការប្រមូលទិន្នន័យព័ត៌មានការបកស្រាយនិងការប្រើប្រាស់ទិន្នន័យនៃការរៀនរបស់សិស្សដើម្បីគាំទ្រការសម្រេចចិត្តតាមរយៈមធ្យោបាយផ្សេងៗចាហើយចំពោះធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនរួមមានទី1ហ្នឹងគឺវត្ថុបំណងហ្នឹងគឺចង់វិតម្លៃសិស្សថាតើចំណុចខ្លាំងគាត់បែបណាចំណុចខ្សោយគាត់បែបណាហើយការយល់ខុសការទទួលស្គាល់កំហុសក្នុងការរៀនសូត្ររបស់ពួកគាត់ហ្នឹងថាចំណុចទាំងអស់ហ្នឹងគឺបែបណាហើយមួយវិញទៀតគឺត្រួតពិនិត្យការខិតខំប្រឹងប្រែងនិងការរីកចម្រើនរបស់សិស្សគឺយើងត្រូវតែត្រួតពិនិត្យគាត់ជាប្រចាំថាតើសិស្សទាំងអស់ហ្នឹងគាត់ខិតខំប្រឹងប្រែងរៀនសូត្រឬទេថាតើការរៀនរបស់គាត់រីកចម្រើនដល់កម្រិតណាហើយមួយវិញទៀតគឺការដាក់ពិន្ទុឲ្យសិស្សចាហើយមួយវិញទៀតគឺកំណត់ប្រសិទ្ធភាពនៃការបង្រៀនចាថាតើមេរៀនដែលយើងរៀនថ្ងៃនេះគឺសិស្សទទួលបានចំណេះដឹងប្រមាណភាគរយថាតើនៅពេលដែលយើងរៀនបែបនេះតើសិស្សអាចចាប់បានប្រមាណភាគរយផងដែរមួយវិញទៀតគឺផ្ដល់ព័ត៌មានត្រឡប់ចានៅពេលដែលយើង
ចាសំទោសនៅពេលដែលសិស្សគាត់រៀនជាមួយយើងថាតើគាត់ទទួលចំណេះដឹងអ្វីខ្លះពីយើងចាចំណុចទី2គឺការវាស់វែងហ្នឹងគឺជាដំណើរការជាប្រព័ន្ធក្នុងការកំណត់ជាតួលេខឲ្យសិស្សលើអាកប្បកិរិយាឬការអនុវត្តដោយប្រើចំណេះដឹងឬបំណិនរបស់សិស្សចាហើយមួយវិញទៀតត្រូវប្រើប្រាស់ក្នុងការកំណត់ថាតើកូនសិស្សម្នាក់ហ្នឹងមានឥរិយាបថចរិតនិងចំណេះដឹងគាត់កម្រិតណាចាចូលដល់ចំណុចទី3ការបកស្រាយលទ្ធផលការបកស្រាយលទ្ធផលហ្នឹងជាការវិនិច្ឆ័យអំពីគុណភាពកំណត់ចាសំទោសដែលកំណត់ពីអត្តចរិតអាកប្បកិរិយាឬការអនុវត្តចំណេះដឹងនិងបំណិនរបស់សិស្សចាយើងត្រូវតែចេះវិនិច្ឆ័យថាតើអាកប្បកិរិយារបស់សិស្សហ្នឹងបែបណាដើម្បីយើងគេហៅថាងាយស្រួលក្នុងការដាក់ពិន្ទុជូនគាត់ចឹងទៅចាមួយវិញទៀតគ្រូបង្រៀននឹងប្រើប្រាស់ស្តង់ដារនិងលក្ខណៈវិនិច្ឆ័យដើម្បីបកស្រាយលទ្ធផលចាតកតងជាមួយនឹងចំណុចទី4គឺការប្រើប្រាស់លទ្ធផលហ្នឹងគឺយើងដើម្បីបានលទ្ធផលទី1យើងត្រូវតែមានការវិនិច្ឆ័យថាម៉េចថាតើកូនសិស្សហ្នឹងគាត់គេហៅថាជាមនុស្សបែបណាអាកប្បកិរិយាគាត់បែបណាគាត់ទទួលបានចំណេះដឹងអ្វីខ្លះឬក៏គាត់មានសមត្ថភាពអ្វីខ្លះហើយមួយវិញទៀតគឺការដាក់ពិន្ទុចាការដាក់ពិន្ទុហ្នឹងគឺគេហៅថានៅពេលដែលគាត់ធ្វើបានល្អថាតើយើងត្រូវដាក់ពិន្ទុឲ្យគាត់បែបណាដើម្បីសមស្របទៅនឹងសមត្ថភាពរបស់គាត់ឬក៏ចំណេះដឹងដែលគាត់មានចាហើយមួយវិញទៀតគឺការសម្រួលការបង្រៀនហ្នឹងមានន័យថានៅពេលដែលឧទាហរណ៍នៅពេលដែលសិស្សម្នាក់គាត់មានចំណេះដឹងខ្ពស់ជាងសិស្សដទៃគឺយើងអាចហៅថាឲ្យសិស្សម្នាក់ហ្នឹងហៅថាចែករំលែកចំណេះដឹងដែលគាត់មានឬក៏អ្វីដែលគាត់ចេះហ្នឹងអាចចែករំលែកទៅកាន់មិត្តភ័ក្តិបានផងដែរចាចំណុចខ្ញុំបកស្រាយគឺបានបញ្ចប់ចាសូមអរគុណ